តើប្រាសាទអង្គរវត្តកសាងក្នុងសតវត្សទីប៉ុន្មានប្រាសាទអង្គរវត្តត្រូវបានកសាងនៅសតវត្សទី12 ក សឆ្នាំ1113ទៅឆ្នាំ1150ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី2 ក សឆ្នាំ1113ទៅឆ្នាំ1150ដែលជាស្ថាបត្យកម្មខ្មែរដ៏អស្ចារ្យបំផុតមួយប្រាសាទនេះត្រូវបានឧទ្ទិសដល់ព្រះវិស្ណុ ហិណ្ឌូ ហើយក្រោយមកបានក្លាយជាសំណាក់ពុទ្ធសាសនា អង្គរវត្តគឺជាប្រាសាទដែលមានរចនាបថខ្មែរបុរាណនិងត្រូវបានចាត់ទុកថាជាស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយក្នុងពិភពលោកប្រាសាទនេះក៏ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងឆ្នាំ1992ផងដែរ